បាទសួស្តីបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះគឺចេញពីធ្វើការហើយបាទហើយថ្ងៃនេះចេញធ្វើការភ្លាមក៏ធ្វើដំណើរទៅម៉ាតបន្តិចដើម្បីធ្វើការទិញម្ហូបអាហារក៏ដូចជាត្រីសាច់បន្លែនេះឯងដើម្បីមកធ្វើម្ហូបប្រចាំថ្ងៃហើយរដូវនេះផងដែរក៏ដល់រដូវត្រជាក់ផងដែរអ្នកនរគ្នាហើយឥឡូវនេះគឺលោកតកែរបស់ខ្ញុំជីកង់បាញ់មិញហ្នឹងហើយអ្នកនរគ្នាមើលទៅមុខខ្ញុំក៏ដឹងដែរក្រហមដោយសារតែភាពត្រជាក់បាទឥឡូវនេះកំពុងតែនៅលើដងវិថីនេះគឺជីកង់ទៅទេបាទទាំងត្រជាក់ញ័រដៃស្ពឹកដៃជួនតែជាតែទ្រាំជីទៅធ្វើម៉េចវាសេវលុយខ្លះដែរបើយើងជីតាក់ស៊ីទៅណាអ្នកគ្នាមើលទៅលើស្មៅក៏ដូចជាស្លឹកឈើនេះគឺក្រហមគឺមិនមែនក្រហមដោយសារកម្ដៅថ្ងៃទេគឺក្រហមដោយសារតែសីតុណ្ហភាពចុះត្រជាក់ខ្លាំងអ្នកគ្នាបាទក្រោម0ប៉ុន្តែគ្រាន់ថាវាមិនដល់ថ្នាក់ដករហូតដល់កកទឹកដល់ឡើយទេហើយអ្នកគ្នានៅក្នុងប្រទេសកូរ៉េនេះគឺអ្នកនាងឃើញថាចុះហេតុអីបាទខ្នល់ជាតិមិនក៏អត់មានឡានរត់ក៏មានម៉ូតូធ្វើដំណើរឆ្លងកាត់មានតែមនុស្សហើយស្ងាត់សូន្យពើអញ្ចឹងដោយសារតែផ្លូវនេះគឺគេធ្វើដើម្បីសម្រាប់ប្រជាជនគេហាត់ប្រាណដើរហាត់ប្រាណក៏ដូចជាជិះកង់ហាត់ប្រាណទេប៉ុន្តែដោយសារតែឥឡូវនេះគឺអាកាសធាតុវាត្រជាក់អញ្ចឹងហើយគឺមិនសូវមានមនុស្សម្នាធ្វើការហាត់ប្រាណនោះទេហើយនេះហើយគឺជាទិដ្ឋភាពទូទៅកន្លែងនេះធ្លាប់តែមានផ្ការីកស្គុះស្គាយឥឡូវនេះគឺមានតែដីសក្បោះបាទឥឡូវនេះគឺអត់មានផ្កាទៀតទេអ្នកនរគ្នាហ្នឹងហើយបន្ទាប់ពីជីកង់ធ្វើដំណើរអស់រយៈពេលជាយូរបន្តិចដែរវីដេអូនេះធ្វើកាត់ដែរទេមើលថាទៅពេញហ្មងជីចង់កន្លះម៉ោងអ្នកគ្នាឥឡូវគឺមកដល់ផ្សារមកដល់ក្រុងហើយនឹងចូលម៉ាតចិននៅថ្ងៃនេះហើយនៅទីនេះគឺក៏មានទង់ជាតិខ្មែរយើងផងដែរថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូននៅតម្លៃទីផ្សារនៅប្រទេសកូរ៉េបាទឥឡូវចាប់កន្ត្រកបានចូលម៉ាតរេមើលតើគួរទិញរបស់អីនិងមិនគួរទិញរបស់អីបាទនៅក្នុងម៉ាតនេះផងដែរក៏មានបន្លែផ្សេងដូចជាអ្នកនរគ្នាបានឃើញចឹងឥឡូវត្រូវបានគល់ស្គ្រីនមួយដុំតូចខ្ញីតម្លៃ4200ហើយនំនេះខ្ញុំចូលចិត្តហូបមែនទែនបាទនំនេះឆ្ងាញ់ហើយម្ទេសនេះគឺ2000បាទ2000វ៉ុតណាទឹកខ្ទឹម3000អានេះគឺ1500ស្មើនឹង1រៀលដែរបាទនេះស្មើនឹង3000ខ្ទឹមបកហើយអ្នកនរគ្នាហើយចំណែកការ៉ុតនេះគឺ2500ស្មើនឹង$7ដែរខ្វះបន្តិចទេបាទហើយប្រូកូលីនេះគឺ2400វ៉ុនហើយជាមួយនឹងខេរ៉ាន់ពងមាន់នេះគឺចំនួនតម្លៃរបស់វានេះគឺ5800អូ5900បាទហើយបន្ទាប់ពីរើមកបានមួយកញ្ចប់នេះអ្នកនរគ្នាបាទមួយកញ្ចប់នេះហើយនេះខ្ញុំមកនិយាយអំពីខ្ញុំទិញអង្ករមួយបាវតម្លៃ$50ហើយក៏រួមបញ្ចូលជាមួយនឹងសាច់មាន់មួយតម្លៃ$20ផងដែរជិត$20សំទោសមិនដល់$20ទេប៉ុន្តែវាក្បែរ$20ដែរណាបន្ទាប់មករាយប៉ាយបាយប៉ុណ្ណឹងបានអស់លុយប្រហែលជាជិត$100ដែរបើគូតទៅណាអ្នកគ្នាហើយនេះគឺជាតម្លៃទំនិញលើទីផ្សារកូរ៉េនាពេលបច្ចុប្បន្នអ្នកគ្នា